ថ្ងៃនេះអ្នកខ្ញុំនាំអារម្មណ៍បងប្អូនមកសោកភីងម្ដងមិនមែនសោកភីងកៅអៅកាបូបប្រេននេះទេគឺថាសោកភីងម្ហូបក្នុងផ្សារនៅខាងស្រុកចិននេះម្ដងគឺថាគេសុកតលន់ម្ហូបចិនទៀតហើយចាអ្នកខ្ញុំថ្ងៃនេះគឺមកទិញសាច់គោជាមួយតកួនដើម្បីធ្វើងើយឈិននេះក៏មិនមែនជាម្ហូបខ្មែរដែរបើម្ហូបខ្មែរបើនិយាយទៅថាគោឡើងភ្នំណាចាហើយងើយឈិននេះទូទៅគឺម្ហូបវៀតណាមចាដែលគេប្រើតែសាច់គោនិងត្រកួនគឺខ្មែរយើងគឺគោឡើងភ្នំគាត់ថាគេប្រើបន្លែច្រើនតែសម្រាប់ងើយឈិននេះគឺប្រើតែត្រកួនសាច់គោទេនឹងខ្ញុំធ្វើច្រើនដងប៉ុន្តែមានអារម្មណ៍ថាមកស្រុកចិននេះញ៉ាំអាហារចិនគឺតលន់មែនតែនចាថ្ងៃហ្នឹងឥឡូវធ្វើម្ហូបវៀតណាមញ៉ាំម្ដងនេះសម្រាប់ម្ហូបមួយមុខនេះក៏អត់ពិបាកដែរគឺថាមានតែត្រកួនសាច់គោខ្ទឹមនិងម្ទេសទឹកតៅហ៊ូគឺយើងលាយដូចរាល់ដងបងប្អូនសម្រាប់ផ្សារនេះគឺនៅក្រោមខុនដូនាងខ្ញុំតែម្ដងអញ្ចឹងគឺងាយស្រួលគ្រាន់តែចុះទៅដល់ក្រោមបានម្ហូបញ៉ាំចាឥឡូវយើងអត់មានអីទេបេះត្រកួនសក់ត្រកួនធម្មតាមួយមុខនេះគឺវាអត់យូរបងប្អូនចាអត់យូរហើយគឺឆ្ងាញ់សែនឆ្ងាញ់តែម្ដងមិនមែនឆ្ងាញ់ធម្មតាទេគឺថាដាក់ជាមួយបាយក៏ត្រូវញ៉ាំលេងក៏ត្រូវបងប្អូនចូលចិត្តអាជាក់ជួបជុំគ្រួសារក៏ត្រូវដែរហើយនឹងខ្ញុំជ្រើសរើសយកសាច់គោសាច់ផ្អែមតែម្ដងគឺឆ្ងាញ់ខ្លាំងបងប្អូនចាសាច់គោហាន់រួចរាល់យើងបន្ថែមជាមួយប្រេងខ្យងបន្តិចនិងទឹកដោះគោខាប់បន្តិចដើម្បីឲ្យសាច់គោហ្នឹងវាទន់ផ្អែមឆ្ងាញ់ណាបងប្អូននិយាយរួមម្ហូបមួយមុខនេះបងប្អូនចាវាអត់តលាន់ទេហើយញ៉ាំសង្កថាមួយថ្ងៃម្លងមួយថ្ងៃក៏នៅតែឆ្ងាញ់ណាបងប្អូនគ្រើប្រើហ្នឹងក៏វាតិចដែរវាអត់មានច្រើនប៉ុន្តែគាត់ថាយើងចុះខ្ទឹមនិងម្ទេសបងប្អូនតែខ្ទឹមនិងម្ទេសស្ទើគឺអត់សូវឆ្ងាញ់ទេនៅពេលដែលយើងលាយខ្ទឹមជាមួយសាច់គោជាមួយត្រកួនហើយដាក់រលីងប៊ឺនៅលើចក្រានណាបងប្អូនគឺថាត្រូវជាតិគ្នាតែម្ដងឈួលហឹលហើយអ្វីដែលកាន់តែឆ្ងាញ់គឺទឹកតៅហ៊ូបងប្អូនលាយទឹកតៅហ៊ូត្រូវនិងរសជាតិគឺកែនទ្វេដងឥឡូវខ្ញុំគឺចិញ្ច្រាំខ្ទឹមចាទុកម្លែកយើងមកហាន់ម្ទេសម្ដងជាទូទៅខ្ទឹមបើបងប្អូនបុកកាន់តែឆ្ងាញ់ជាងនឹងទៀតតែដោយសារនេះខ្ញុំនៅខាងស្រុកចិននេះក៏មានត្បាល់បុកបងប្អូនចាឥឡូវគឺយើងហាន់ទាំងខ្ទឹមហាន់ទាំងម្ទេសយើងដាក់លាយចូលគ្នាតែម្ដងមួយចំណែកគឺដាក់ជាមួយនឹងលើសាច់គោដើម្បីយើងយកទៅលាយជាមួយនឹងសាច់គោហើយនឹងត្រកួនប៊ឺនៅលើចង្ក្រានហើយមួយចំណែកទៀតនេះខ្ញុំយកមកលាយជាមួយនឹងទឹកតៅហ៊ូសម្រាប់ទឹកតៅហ៊ូបងប្អូនណាចាហ្នឹងហើយយើងយកទឹកវាចេញយើងទុកតកាបានហើយយើងសកាត់វាឲ្យម៉ត់មកបងប្អូនចាហើយបន្ថែមជាមួយនឹងប៊ីចេងម្សៅស៊ុបជាមួយនឹងទឹកដោះគោខាប់ទូឯគេដោះគោខាប់បងប្អូនមិនដាក់ស្ករទេយើងកឲ្យវាចូលគ្រឿងគ្នាបន្តិចទៅរួចបន្ថែមជាមួយនឹងទឹកជាយើងបន្តិចបងប្អូនកឲ្យចូលគ្រឿងល្អទៅចុងក្រោយគឺយើងបន្ថែមក្រូចឆ្មាក្រូចឆ្មាគឺបងប្អូនដាក់បន្ថែមតាមចិត្តចង់បងប្អូនចង់រាងជូរឬក៏ល្មមគឺអានឹងស្រេចលើការញ៉ាំរបស់យើងមុខម្ហូបងើយឈិនរបស់យើងគឺរួចរាល់ហើយបងប្អូនអញ្ចឹងពិសាបាយជាមួយនឹងខ្ញុំទាំងអស់គ្នាតែមុនពិសាបាយក៏នឹងខ្ញុំមិនភ្លេចជាមួយនឹងវីតាមីន CSM ញ៉ាំមួយគ្រាប់មុនញ៉ាំអាហារដើម្បីការពារធាត់និងសម្រកគីឡូតោះបងប្អូនញាប់ដៃញាប់ជើងចាមិនមែនតែម្នាក់ទេគេថាចង់10នាក់ឲ្យបងប្អូនអើយឃ្លានគ្រប់គ្នានិយាយរួមទៅគឺនៅស្រុកចិននេះញ៉ាំតែម្ហូបចិន 4-5 ថ្ងៃគឺរៀងតលន់បងប្អូនដោយសារចិនចូលចិត្តប្រើគ្រឿងច្រើនប៉ុន្តែម្ហូបចិនក៏មានរសជាតិឆ្ងាញ់មួយបែបស្អីក៏មានដែរនៅស្រុកនេះអញ្ចឹងយើងក៏ឆ្លៀតធ្វើម្ហូបនេះម្ហូបនោះតែថ្ងៃហ្នឹងសុំម្ហូបវៀតណាមបើជាម្ហូបខ្មែរគេថាគោឡើងភ្នំយើងគិតថាងើយឈិនរបស់ម្ហូបវៀតណាមគឺគេប្រើតែសាច់គោជាមួយនឹងត្រកួនទេបើគោឡើងភ្នំយើងគឺប្រើបន្លែគ្រប់មុខហើយអ្វីដែលសំខាន់សកត់ធ្ងន់ជាមួយនឹងងើយឈិននេះគឺខ្ទឹមម្ទេសបងប្អូនចាហ្នឹងហើយទឹកតៅហ៊ូគឺជាលាយគ្រឿងធម្មតាទេចាដូចគោឡើងភ្នំយើងនឹងឯងអញ្ចឹងបងប្អូនបើមានពេលតនេជួបជុំគ្រួសារបងប្អូនធ្វើមួយមុខនេះវាប្រើគ្រឿងតិចប្រើបន្លែតិចបងប្អូនហើយយើងគ្រឿងសាច់វិញគឺយើងប្រើតែសាច់គោវាអត់រញ៉េរញ៉ៃទេហើយបើរសជាតិវិញនិយាយតាមត្រង់ខ្ញុំឲ្យ10លើ10វីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់អរគុណបងប្អូនជូនពរបងប្អូនសុខភាពល្អគ្រប់ក្រុមគ្រួសារបាយ